សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ channel ដើម្បីឃើញថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកគ្នាពីរបៀបនេះចាបង្កើត account Mojo Launcher ជាងបញ្ជាក់មាន account premium អីទេតែវាអាចមានសុវត្ថិភាពជា account free ដែលអ្នកគ្នាដាក់ឈ្មោះតាមគេអញ្ចឹងទៅដាក់ឈ្មោះតគ្នាវាអាចនឹងអត់សូវសុវត្ថិភាពជាងអានេះទេបាទនេះវាយើងអាចដាក់ Gmail តខ្លួនមកយើងបានហើយគឺអ្នកគ្នាអាចធ្វើការខ្ញុំបាននិយាយទៅគេថាវីដេអូមុនខ្ញុំធ្លាប់រៀនហើយនិយាយទៅវីដេអូឯក្រោយខ្ញុំធ្លាប់រៀនអស់អ្នកគ្នាតែសារនេះគឺនៅ channel ចាស់នោះអ្នកគ្នាអាចនឹងមើលលេងយល់អីចឹងមកមើលថ្មីហ្មងទៅចឹងណាអ្នកគ្នាកុំភ្លេចចុច like ក៏ដូចជា subscribe ខ្ញុំម្នាក់មួយផងហើយឥឡូវការចាប់ដើមមកគ្នាចឹងអ្នកគ្នាធ្វើការចូលកន្លែងនេះមកអូខេបាទអូមែនតើនេះចុចកន្លែងឈ្មោះយើងមកហើយអ្នកគ្នាធ្វើការចុចទៅតា add account ហើយអ្នកគ្នាយកពាក្យថានេះមកនេះ eli.by ហើយអ្នកគ្នារងចាំវាមកចឹងវាកំពុងតែដំណើរការ go to នេះមកនេះហើយអ្នកគ្នាវាយជាមួយនឹង Gmail ឬក៏ឈ្មោះអ្នកគ្នានេះគឺ sign in អ្នកគ្នាចឹងអ្នកគ្នាចុចពាក្យទៅ join អានេះគឺជាកន្លែងសម្រាប់អ្នកគ្នាបង្កើត account ហើយចឹងជាហ៊ានដំបូងអ្នកគ្នាត្រូវធ្វើអ្នកគ្នាអាចដាក់ឈ្មោះបានឥឡូវការដាក់ឈ្មោះផ្ទាល់របស់ខ្ញុំគឺខ្ញុំចេះដាក់ទេហ្នឹងហើយគ្នាយើងអាចដាក់តាមខ្ញុំក៏បានឬក៏ដូរតាមឈ្មោះឡើងស្រឡាញ់ហ្នឹងហើយនិយាយទៅដាក់អីដាក់ទៅហ្នឹងហើយឥឡូវការដាក់ទៅអូខេអញ្ចឹងអ្នកគ្នាតោះមកអ្នកគ្នាដាក់កន្លែង Gmail នេះអ្នកគ្នាដាក់អីដាក់ទៅ Gmail នេះឥឡូវខ្ញុំធ្វើការដាក់Gmail របស់ខ្ញុំសិនអ្នកគ្នាខ្ញុំទៅយក Gmail ខ្ញុំសិនអ្នកគ្នាយក Gmail អ្នកគ្នាមកអូខេអ្នកគ្នាអញ្ចឹងគឺថាឥឡូវខ្ញុំបានយកវារួចហើយអញ្ចឹងនេះគឺជា Gmail ដែលខ្ញុំដាក់ហើយអ្នកគ្នាយក Gmail អ្នកគ្នាពីទូរស័ព្ទអ្នកគ្នាព្រោះថាទូរស័ព្ទណាគេក៏មាន Gmail ដែរបើអត់មានទេមានចម្លែកហើយnóiអ្នកគ្នាបន្តមកទៀតគឺកន្លែង account passport នេះលេខកូដនេះគឺអ្នកគ្នាដាក់តាមខ្ញុំបានអញ្ចឹងលេខកូដនេះអ្នកគ្នាត្រូវដាក់លេខកូដខាងលើនេះអ្នកគ្នាដាក់ឲ្យត្រឹមត្រូវខាងក្រោមក៏ដាក់ដូចគ្នាមានន័យថាអានេះដាក់1ដល់8អានេះក៏ដាក់1ដល់8ដែរនិយាយទៅដាក់ដូចគ្នាបើខុសគ្នាគឺអត់ដល់ទេហើយបញ្ជាក់កុំដាក់តាម1ដូចខ្ញុំមក1 2 3ដល់8អ្នកគ្នាតែវាអាចនឹងនេះយ៉ាគេចូល account អ្នកគ្នាបានអញ្ចឹងអ្នកគ្នាដាក់លេខកូដអ្នកគ្នាចំណាំបានអាចទុកចិត្តបានទៅចាសុវត្ថិភាពខ្លួនឯងហ្នឹងយ៉ាដូចអ្នកគ្នាបង្កើត Facebook កើតអីចឹងដាក់តែប៉ុណ្្នឹងមកតែឥឡូវខ្ញុំធ្វើការដាក់ password របស់ខ្ញុំដោយសារតែយ៉ាគឺអាពេលកន្លែងថតចឹងបើខ្ញុំចុចវាយដល់អ្នកគ្នាមើលក៏វាកើតដែរអត់ដឹងកើតអីទេគឺវាបិទអូតូមកខ្ញុំមានបិទទេអ្នកគ្នាតែវាបិទអូតូឥឡូវខ្ញុំបានដាក់លេខកូដហើយអ្នកគ្នាអញ្ចឹងគេថាខាងលើក៏ត្រូវដូចគ្នាខាងក្រោមក៏ត្រូវដូចគ្នាដែរមានន័យថាអ្នកគ្នាដាក់លេខកូដដូចគ្នាហើយអ្នកគ្នាឃើញបានគឺវាស្មើជួរគ្នាយកតែម្ដងដោយសារខ្ញុំដាក់ដូចគ្នាហ្នឹងឯងបើអ្នកគ្នាដាក់ខុសគ្នាអ្នកគ្នាច្បាស់ឃើញលើសមួយខ្វះមួយឬក៏ដាក់ខុសអញ្ចឹងហើយចឹងអ្នកគ្នាទៅការតិចពាក្យថា I'm not a bot ហ្នឹងហើយអ្នកគ្នាវាយលើចឹងឡើងមកហើយឡៃនេះអ្នកគ្នាទៅការជ្រើសរើសមកគេដាក់ថា select all images with car ចឹងអ្នកគ្នាយករូបឡានអ្នកគ្នាចុចលើឡានមកនិយាយទៅអ្នកគ្នាឃើញឡានចុចឡានមកហ្នឹងហើយ verify មកអូខេដាននេះអ្នកគ្នាទៅការចុចថា I agree មកagree ហើយអ្នកគ្នាចុច register កន្លែងនេះគឺថាខ្ញុំបានដាក់ឈ្មោះរួចហើយអាឈ្មោះមួយហ្នឹងគឺវាដាក់រួចហើយបើអ្នកគ្នាធ្លាប់ដាក់ឈ្មោះផ្សេងអ្នកគ្នាដាក់ឈ្មោះផ្សេងគឺអាច log in បានហើយច្រឡំអាច sign in បានហើយនិយាយទៅឈ្មោះនេះដោយសារតែខ្ញុំធ្លាប់ដាក់ហើយចឹងគឺវាអាចដាក់បានទៀតទេហើយnóiអ្នកគ្នាតែប៉ុណ្្នឹងឯងអ្នកគ្នារបៀបធ្វើរបស់យើងហើយបន្តមកទៀតបើអ្នកគ្នាធ្វើការចតកើតទេអ្នកគ្នាចុច sign in ហើយវាយ Gmail អ្នកគ្នាមកហើយបន្តមកចុច next ហើយគេឲ្យវាយលេខកូដជាការស្អីតែប៉ុណ្្នឹងឯងហើយបាត់ទេនិយាយទៅគឺមានតែប៉ុណ្្នឹងហើយវានឹងចូលបានហើយតែបើអ្នកគ្នាសួរថាចុះមិនចុះ account នេះគេធ្វើមិន account នេះគឺជា account premium អ្នកគ្នាមានន័យថា account Microsoft របស់គេទិញពី Minecraft ផ្ទាល់អញ្ចឹងគឺថាអានេះមិនបង្កើត free ទេអ្នកគ្នាបាទទិញបាទមិនបង្កើត free ទេអញ្ចឹងមានតែប៉ុណ្្នឹងទេបាយ